នេះគឺជាសកម្មភាពខ្លះៗកំឡុងពេលរដូវស្លឹកឈើប្រែពណ៌នៅក្នុងប្រទេសជប៉ុនហើយវាមានទីតាំងស្ថិតនៅក្នុងទីក្រុង Kyoto នៃប្រទេសជប៉ុនថ្ងៃនេះខ្ញុំនឹងធ្វើដំណើរទៅទីក្រុង Kyoto និងប្រាប់បងប្អូនពីរបៀបជិះរថភ្លើងទៅកាន់ទីក្រុង Kyoto ទាំងអស់គ្នាតែដោយសារថ្ងៃហ្នឹងគឺជាថ្ងៃឈប់សម្រាករបស់ខ្ញុំក៏ខ្ញុំសម្រេចចិត្តថាទៅដើរលេងនៅតំបន់ចិត្តនៅខេត្តដែលខ្ញុំរស់នៅហ្នឹងដើម្បីទៅដល់ទីក្រុងបានបងប្អូនត្រូវតែមើលចំណតរថភ្លើងនេះដោយសារតែខ្ញុំប្រើប្រភេទ Kado អញ្ចឹងខ្ញុំមិនបាច់ទិញសំបុត្រអីទេចំពោះកន្លែងដែលខ្ញុំជិះទៅហ្នឹងវាម្លងប្រហែលជា3ចំណតពីទី1ទី2ទី3អញ្ចឹងឈប់3ដងគឺដល់កន្លែងដែលខ្ញុំត្រូវចុះដូរជើងហើយទីផឹកហើយប្រភេទជីដូហាងវ៉ៃគីឬក៏ទូលលក់ស្វ័យបត់ហ្នឹងបងប្អូនមើលគ្រាន់តែយើងដាក់លុយទៅយកនេះហើយវានឹងធ្លាក់លុយអាប់មកឲ្យបងប្អូនបន្ទាប់ពីខ្ញុំបានទិញឲ្យផឹករួចហើយភ្លើងចាប់ផ្ដើមមកដល់ក៏ខ្ញុំបានដើរចូលហើយចំពោះការថតអីគឺយើងអាចថតនៅក្នុងរថភ្លើងបានទេដោយសារតែជនជាតិជប៉ុនគឺពួកគាត់ប្រកាន់ក្នុងការថតខ្លាំងមែនទែនហើយនេះគឺខ្ញុំបានមកដល់នៅស្ថានីយ៍រថភ្លើងធំនៅ Kyoto ហើយចំពោះស្ថានីយ៍រថភ្លើងនៅ Kyoto នេះដែរគឺនៅខាងក្រោមហ្នឹងគឺមាននៅវ៉ាន់លក់ច្រើនខ្លាំងមែនទែនទាំងរបស់ប្រើប្រាស់កន្លែងញ៉ាំអីនិយាយទៅមានគ្រប់សពតែម្ដងហើយចំពោះផ្លូវអីបើសិនជាបងប្អូនអត់ស្គាល់ប្រកាសជាឡើងខុសបន្លោះខុសអីញ៉ៃអីតែពេលដែលយើងចេញមកក្រៅភ្លាមប្រកាសជាឃើញពណ៌មួយដ៏ធំនៅខាងមុខអេគីហ្នឹងតែម្ដងគឺស្ថានីយ៍រថភ្លើងហ្នឹងហើយនៅខាងក្រោយខ្ញុំនេះកន្លែងទូកញ្ចក់ហ្នឹងគឺកន្លែងជក់បារីនៅក្នុងប្រទេសជប៉ុនជនជាតិជប៉ុនគឺជក់បារីច្រើនខ្លាំងមែនទែនហើយមិនថានៅតំបន់ទេសចរទេនៅកន្លែងណាក៏មានកន្លែងជក់បារីដែរគឺយើងអាចជក់បារីបដាទេបើសិនជាយើងជក់បដាប្រកាសជាមានប៉ូលីសមកផាកពិន័យឬក៏សួរនាំច្រើនខ្លាំងមែនទែនហើយដោយសារតែឥឡូវហ្នឹងគឺខ្ញុំត្រូវតែធ្វើដំណើរទៅមើលស្លឹកឈើប្រែពណ៌ដែលស្ថិតនៅក្នុងវត្តHigashihongaji ហ្នឹងដែលវាស្ថិតនៅជិតនៅស្ថានីយ៍រថភ្លើងនៃទីក្រុង Kyoto ហើយបើសិនជាបងប្អូនចេញពីស្ថានីយ៍រថភ្លើងនឹងមកគឺបងប្អូនដើរមកត្រង់តម្រង់រថពណ៌ធំមួយនៅខាងមុខស្ថានីយ៍រថភ្លើងហ្នឹងគឺបងប្អូនដើរមកត្រង់រហូតឆ្លងស្តុបប្រកាសជាឃើញហើយចំពោះផ្លូវនៅក្នុងទីក្រុង Kyoto នេះដែរគឺវារៀងវែងខ្វាត់តិចហើយដោយសារតែភ្ញៀវទេសចរគឺគាត់បុកមកកន្លែងនឹងច្រើនហើយចំពោះភ្ញៀវទេសចរក៏គាត់បុកទៅកន្លែងវត្តនឹងច្រើនដែរដោយសារតែនៅក្នុងវត្តហ្នឹងនៅពេលដែលរដូវស្លឹកឈើប្រែពណ៌គឺស្អាតហើយផ្លូវដែលយើងដើរហ្នឹងគឺមានត្រីច្រើនខ្លាំងមែនទែននៅក្នុងក្រុងបងប្អូនសត្វត្រីហើយត្រីហ្នឹងតែគឺជាប្រភេទត្រីខយហើយនៅខាងចាហៀងខ្ញុំនេះគឺស្លឹកឈើវាចាប់តាមប្រែពណ៌ទៅជាពណ៌មាសហើយមិនទៅស្អាតខ្លាំងមែនទែនឥឡូវគឺខ្ញុំបានដើរមកដល់ខាងមុខវត្តហើយគឺខ្ញុំត្រូវតែដើរចូលហើយសកម្មភាពខ្លះគឺយើងអាចថតបានទាំងអស់ទេតែខ្លោងទ្វារវាគឺស្អាតខ្លាំងមែនទែនហើយនៅខាងក្នុងហ្នឹងគឺធំវ៉ាវខ្ញុំបានដើរចូលហើយបងប្អូនពិតជាស្អាតខ្លាំងមែនទែនមិនត្រឹមទាំងប៉ុណ្ណឹងទេគឺស្លឹកឈើគឺវាពណ៌មាសតែម្ដងវ៉ាវហើយចំពោះវិហារសាសនាកន្លែងគ្រប់សាសនាគេគឺធំខ្លាំងមែនទែនអូស្អាតខ្លាំងមែនទែនបងប្អូននៅក្នុងប្រទេសជប៉ុនកន្លែងទេសចរមួយចំនួនក៏ដូចជាកន្លែងសាសនាបុរាណហ្នឹងគឺតែងតែមានរូបសំណាកនាគកំពុងតែបាញ់ទឹកនេះហើយទឹកនេះដែរគឺប្រជាជនជប៉ុនគឺគាត់តែងតែមកហើយគាត់បួងសួងសុំលាភសុំជ័យពីកន្លែងទីសក្ការៈរបស់គេអញ្ចឹងណាហើយទឹកហ្នឹងដែរគឺភាគច្រើនគឺខ្ញុំសង្កេតឃើញថាជនជាតិជប៉ុនគឺគាត់យកមកលាងដៃឬក៏ជូតមុខអីអញ្ចឹងណាហើយសម្រាប់ខ្ញុំក៏ខ្ញុំធ្លាប់ធ្វើដែរដោយសារតែខ្ញុំសារដើរលេងហើយនៅខាងក្នុងហ្នឹងគឺយើងអាចចូលទៅបានប៉ុន្តែខ្ញុំអត់បានចូលទៅខាងក្នុងហ្នឹងទេដោយសារតែខ្ញុំឆាប់ទៅវិញដែរគឺខ្ញុំមកមើលស្លឹកឈើប្រែពណ៌បន្តិចហើយគឺខ្ញុំនឹងត្រឡប់ទៅវិញហើយចំពោះនៅកន្លែងនេះគឺស្លឹកឈើប្រែពណ៌គឺវាមានតែពណ៌មាសទេប៉ុន្តែស្អាតខ្លាំងមែនទែនហើយខ្ញុំប្រកាសជាជឿថាបងប្អូនទាំងអស់គ្នាដែលកំពុងតែរស់នៅក្នុងខេត្ត Kyoto នៃប្រទេសជប៉ុននេះប្រកាសជាមិនសូវជាស្គាល់តំបន់ហ្នឹងទេហើយវាគឺស្ថិតនៅជិតស្ថានីយ៍រថភ្លើងធំនៅទីក្រុង Kyoto ហ្នឹងខ្លាំងមែនទែនហើយចំពោះខ្ញុំគឺ2ឆ្នាំហើយគឺខ្ញុំទើបតែមកកន្លែងហ្នឹងទេ
ដោយសារតែកន្លែងនេះគឺវាចិត្តឲ្យខ្ញុំក៏ធ្លាប់មើលតាមអ៊ីនធឺណិតអញ្ចឹងថាវាមានអីខ្លះហើយវាមានទេសភាពស្អាតនៅកំឡុងខែណាទៅដល់ខែណាអញ្ចឹងប៉ុន្តែខ្ញុំសម្រេចចិត្តមករដូវស្លឹកឈើប្រែពណ៌ដោយសារតែរដូវស្លឹកឈើប្រែពណ៌នេះគឺវាមានស្លឹកឈើពណ៌មាសហើយនឹងកន្លែងផ្សេងទៀតដែលនៅជុំវិញហ្នឹងគឺវាស្អាតហើយនៅខាងមុខកន្លែងវត្តហ្នឹងគឺមានស្លឹកឈើប្រែពណ៌ដែរប៉ុន្តែវាចាប់ដើមរោយខ្លាំងដោយសារតែស្លឹកឈើប្រភេទហ្នឹងគឺចាប់ដើមធ្លាក់មុនគេហើយចំពោះស្លឹកឈើពណ៌មាសហ្នឹងគឺវាចាប់ដើមប្រែពណ៌បន្ទាប់ពីស្លឹកឈើពណ៌ផ្សេងហើយនេះគឺខ្ញុំបានមកដល់កន្លែងហ្នឹងហើយគឺគេរៀបចំកន្លែងមានក្មេងៗលេងហើយនៅខាងក្រោមហ្នឹងគឺស្លឹកពណ៌មាសក្រាលពេញដីតែម្ដងហើយចំពោះបងប្អូនដែលធ្លាប់មកលេងកន្លែងហ្នឹងខ្ញុំឃើញពួកជនជាតិចិនក៏ដូចជាជនជាតិបរទេសផ្សេងហ្នឹងគាត់ថតនៅកន្លែងហ្នឹងហើយ background គឺស្អាតខ្លាំងមែនទែនហើយខ្ញុំដោយសារតែខ្ញុំមកម្នាក់ឯងគឺអត់មានអ្នកថតឲ្យទេគឺមានតែកាមេរ៉ាកាន់ទៅវិញទៅមកហ្នឹងចំពោះបងប្អូនដែលមានកាមេរ៉ាស្អាតចេះថតអីគឺថតនៅកន្លែងហ្នឹងស្អាតមែនទែនហើយខ្ញុំក៏ធ្លាប់ឃើញបងប្អូនជនជាតិខ្មែរយើងមួយចំនួនគាត់ធ្លាប់មកកន្លែងហ្នឹងដែរហើយគាត់ចាប់អារម្មណ៍នៅរដូវដូចខ្ញុំមកនឹងដែរគឺរដូវទឹកឈើប្រែពណ៌គឺវាមានទេសភាពស្អាតហើយខាងក្រោយនេះគឺជាប៉មនៃទីក្រុងខ្យល់តក់ហើយមើលខាងក្រោមហ្នឹងគឺទឹកឈើក្រាលពេញដីគឺពោពេញទៅដោយពណ៌មាសនិយាយទៅបរិវេណនៅជុំវិញវត្តនេះគឺមានទីធ្លាស្អាតគួរសមបងប្អូនហើយសម្រាប់បងប្អូនដែលចង់មកលេងនៅក្នុងប្រទេសជប៉ុនគឺតំបន់ដែលខ្ញុំមកនេះគឺវាសម្បូរកន្លែងទេសចរដើរលេងខ្លាំងមែនទែននៅទីក្រុងខ្យល់តក់គឺមានតំបន់បុរាណជាច្រើនដែលទីនោះគឺជាសុទ្ធសឹងតែជាកន្លែងទេសចរសំខាន់នៅក្នុងប្រទេសជប៉ុននិយាយទៅកន្លែងនីមួយគឺមានទេសភាពផ្សេងគ្នាហើយកន្លែងដែលខ្ញុំមកនេះគឺវាស្ថិតនៅកណ្ដាលទីក្រុងខ្យល់តក់តែម្ដងតែឥឡូវគឺខ្ញុំបានធ្វើដំណើរចេញទៅវិញហើយគឺខ្ញុំមកតែប៉ុណ្្នឹងទេដោយសារតែខ្ញុំមករកអីញ៉ាំទេហើយអញ្ចឹងទៅក៏ខ្ញុំឆ្លៀតមកថតដើម្បីប្រាប់បងប្អូនថាកន្លែងហ្នឹងមានទេសភាពបែបណានៅរដូវស្លឹកឈើប្រែពណ៌ហើយចំពោះផ្លូវដើរហ្នឹងវិញគឺមានស្លឹកឈើប្រែពណ៌ដូចគ្នាតែស្លឹកឈើប្រភេទពណ៌ក្រហមហ្នឹងគឺវាចាប់ដើមរោយមុនគេតែម្ដងហើយផ្លូវដែលយើងដើរចេញមកហ្នឹងគឺឃើញត្រីខូចច្រើនខ្លាំងមែនទែនហើយមិនធំតែប៉ុណ្ណឹងគឺលូនៅក្នុងប្រទេសជប៉ុនហ្នឹងក៏មានត្រីដែរហើយត្រីធំខ្លាំងណាស់បងប្អូននិយាយទៅត្រីប្រភេទនេះគឺនៅខ្មែរយើងគឺថ្លៃខ្លាំងមែនទែនប្រភេទត្រីដែលគេតាំងលម្អប៉ុន្តែនៅក្នុងប្រទេសជប៉ុនគឺធម្មតាគឺនៅក្នុង